ថតគោគេនៅតានីបងប្អូនពងរៀបចំទៅដល់ឥឡូវនេះកតាបយើងហើយមួកការពារគឺម្នាក់ឯងម៉ោងប្រហែលនេះដូចជាម៉ោងមើលសិនម៉ោង 12 កន្លះហើយនេះខាងនេះបែរផ្ទះខ្ញុំម្នាក់ព្រមឡាងតោះឥឡូវយើងទៅជាមួយខ្ញុំទាំងអស់ឥឡូវយើងពាក់មួកមកពាក់មួកឲ្យស្អាតមកសាំងយើងពេញសាំងឥឡូវថ្លៃសាំងឥឡូវ 5,000 ឥឡូវនៅខាងខ្ញុំទេអត់ចង់ឆេះជិះតាមនេះលឿនជិះតាមនេះហើយទៅដល់មុខនោះគឺបត់ស្ដាប់អត់ដល់ទៅជាតិទេទៅទៅនេះបងប្អូនព្រៃរោងបងប្អូនខាងមុខគឺវត្តព្រៃរោងហ្នឹងទៅតាមផ្លូវហ្នឹងលឿនទៅតាមផ្លូវហ្នឹងមិនទៅរៀនហ្នឹងមិនទៅរៀនណាផ្លូវនេះហើយខ្លាំងទៀតដែរតែđâyយើងចិត្តដល់ឡើងផ្លូវកស៊ូលើអានេះវត្តនេះនេះវត្តនេះthôiដល់ហើយផ្លូវនេះបងប្អូនផ្លូវទៅស៊ូនេះដល់ហើយផ្លូវនេះផ្លូវទៅសែនហានហើយថ្ងៃហ្នឹងគឺចូលមនុស្សសែនហានតិចហើយបានទៅដល់តានីអូខេយើងទៅវិញតាមហើយយើងទៅតែសាំងយើងពេញជិះថ្ងៃហ្នឹងគឺអត់ទេនេះវត្តពោជុំវត្តពោជុំពីហ្នឹងទៅតានីឆ្ងាយគួរសមដែរតែផ្លូវនេះវាស្រួលអញ្ចឹងអត់អីដែលយើងជិះលឿនទៅមុខនេះដូចជាមានផ្លូវទៅជើងមួយអញ្ចឹងខ្ញុំប្រហែលទៅតាមផ្លូវហ្នឹងចង់ចូលមកកន្លែងបងប្អូនចូលកន្លែងអូខេដាក់ទឹកនៅមុំហើយនៅក្នុង YouTube មួយនេះគឺខ្ញុំនឹងធ្វើការផុសគឺថាភូមិនៅស្រុកខ្មែរសម្រាប់បងប្អូនតំណេចង់ឃើញគឺថាទេសភាពស្រុកតែក៏ដូចជារមណីយដ្ឋានជាច្រើននៅក្នុងខេត្តកំពតគឺខ្ញុំនឹងដាក់នៅក្នុង channel នេះផងតែម្ដងបងប្អូនសម្រាប់គឺថាបងប្អូនដែលចូលចិត្តធម្មជាតិគឺអាចយក subscribe channel របស់ខ្ញុំបានជិះទៅខាងមុខហើយចូលផ្ទះបងមួយខ្ញុំព្រោះខ្ញុំខានមករៀងយូរដែរហើយមករៀងយូរខ្ញុំធ្លាប់ទៅថតគោផ្ទះគាត់កាលហ្នឹងតូចទេតែឥឡូវមិនដឹងថាប៉ុណ្ណាទេគាត់ថាហើយទៅជិះមកហើយស្អាតដែរខាងនេះបង
ដល់ខាងនេះមានផ្លូវបេតុងតែប្រឡាក់ដីទៅចឹងដីដោយសារតែផ្លូវបេតុងតែមួយកណាត់បងប្អូនមកដល់ម្ដុំនេះហើយខាងនេះគឺទីខាងលិចភ្នំសែនហានចំហ្មងតែនេះចំគោច្រើនបាទផ្ទះមួយសុទ្ធតែមានដាំស្មៅហើយដូងក៏មានច្រើនដែរនៅខាងនេះអូផ្ទះចតថាពីរល្អមកហ្នឹងសត្វផ្ទះច្រើនអូដើមឈើកន្លែងនេះស្អាតណាស់មើលខាងនេះខាងស្ដាំដាំគឺផ្លូវជាផ្លូវនេះទៅតាមផ្លូវនេះបើខុសចំពកវិញប្រហែលជាខ្ញុំចូលខុសហ្នឹងទៅដឹងម្ចាស់នៅផ្ទះអត់ទៀតនេះមែនផ្ទះហ្នឹងឯងអូដាក់ចែចាំប្រូចាអត់ហើយប៉ុណ្ណេណៃឥឡូវអូពោះណែណៃហ្នឹងចង់លិចក្បាលខ្ញុំឥឡូវហីដល់ចិត្តអូរូបមកទៅហឹងរូបចាមើលឥឡូវស្អាតដល់ហើយអូដល់នៅខាងនេះគឺមើលទៅដូចថាទៅសភាពស្អាតសម្រាប់ខែក្តៅម្លឹងស្ងួតម្លឹងហ្នឹងនៅស្អាតទៀតហើយផ្លូវឡើងស្រួលទៀតមកដល់មុខនេះស្រួលហើយឥឡូវយើងបត់ឆ្វេងឡើងទៅខាងតនីវិញមកបងជិះតែបន្តិចដល់ហើយសម្រាប់តនីមិនឆ្ងាយទេពីនេះទៅដោយសារតែមកដល់ពាក់កណ្ដាលផ្លូវហ្នឹងហើយផ្លូវស្អាតសត្វដំណាំទាំងអស់ផ្ទះមួយហេឥឡូវយើងនេះទៅនេះបែបភ្នំសែនហានហើយទៅឃើញអ៊ំគាត់ដឹកនេះដឹកមកពីណាវិញអ៊ំបាទដឹកទៅដល់គោហើយនៅខាងនេះគឺគោច្រើននេះខាងនេះតែគោហ្មងច្រើនហើយផ្លូវខាងមុខនេះផ្លូវនេះដូចតុងអាំងចឹងផ្លូវស្អាតគេស្រួលតាមផ្លូវនេះបងប្អូនខាងមុខគឺឡងទាវមាត់ដីចាស់បើទៅខាងស្ដាំគឺទៅនេះបងប្អូនទៅទុកនេះឡើងកំប្រាំងហើយខាងឆ្វេងគឺទៅផ្សារទៅនេះហើយថ្ងៃហ្នឹងគេខ្ញុំនឹងធ្វើការឡើងទៅខាងផ្សារទៅនេះហើយបានបត់ទៅស្ដាំទៅភ្នំរោមដាក់សញ្ញោមកតែខ្ញុំតែទៅជាមួយនឹងការបើកបរម៉ូតូខ្ញុំបើកឆ្នាំ2014កាលហ្នឹងរៀនឆ្នាំទី2នៅពេញតាំងពីខ្ញុំចេះបើកមកខ្ញុំអត់ដែលដូចថាឆ្កែឬក៏មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទេព្រោះយើងបើកប្រយ័ត្នរហូតទៅដល់ក្នុងការបើកផ្លូវខ្លះគឺយើងត្រូវយឺតផ្លូវខ្លះយើងត្រូវលើមើលស្ដាំយើងរៀនទៅលើផ្លូវហ្នឹងដែលយើងគិត
ផុតយើងត្រូវគិតថាតើផ្លូវខាងនេះហ្នឹងគឺអាចយើងផ្លូវតូចតូចបើសិនជាអត់ទេអានេះយើងអាចបើករៀងបានប៉ុន្តែបើសិនជាយើងរៀងសង្ស័យថាផ្លូវហ្នឹងគឺថាមានផ្លូវតូចអញ្ចឹងយើងទៅបើករៀងទៅបើកមួយដល់ផ្លូវនេះហើយផ្លូវទឹកសាំងហើយនេះផ្លូវវាទឹកសាំងអញ្ចឹងយើងជិះមួយណាក៏បានដែរប៉ុន្តែផ្លូវនេះគឺអត់ដល់សាទេទៅផ្លូវនេះលឿនទៅផ្លូវនេះផ្លូវដែលខ្ញុំកំពុងទៅនេះរៀងយូរតែគេថាវាខោអញ្ចឹងគេធ្វើផ្លូវខាត់បាទតែផ្លូវនេះគេធ្វើរៀងយូរហើយអញ្ចឹងគឺអត់ស្អាតដូចណាផ្លូវដែលគេទៅធ្វើទេផ្លូវវាដោយសារតែជាបងខាងហ្នឹងវិញដដែលណាហើយណាមួយផ្លូវខាងនេះវាស្រួលជាងផ្លូវខាងនោះគឺហុយបាំងទៀតទៅបងប្អូនដោយសារគេធ្វើផ្លូវបេតុងប៉ុន្តែគាត់ថាវាធ្វើយូរវាអត់ទាន់ជួសជុលចឹងហើយវាចាញ់ផ្លូវនេះតិចហើយវាជិះតាមផ្លូវនេះសិនទៅជិះឡើងបន្តិចណានេះហៅភ្នំខ្នោដែរនេះតំណងស្អាតដែរផ្លូវបែរគេក្មេងៗហ្នឹងផ្លែហ្នឹងគេហូបកើតដែរអូឈប់មើលមិនសិនហ្នឹងហើយឡើងកពស់ណាស់នេះអាហ្នឹងគេហៅផ្លែអីគេផ្លែហ្នឹងផ្លែមិនវិញសុំមើលតិចមើលអូពូមកពីដងតុងស្គាល់អត់អូហើយឡើងកប់ចុងផ្អែមហើយក៏អត់ហ្នឹងមើលពូសាកមួយមិនចឹងអាហ្នឹងគេអត់ពុលណាអីvô ám hãy bay vô thôi ấy cái này ô hay là cọp trồng món nhá bố nè này các mấy ăn lại lẽ các mấy này nó ngay phải gian ơi các mấy được bay cái này hay hiền láng này ô hiền hay riêng đấy giờ ô trên bị hiền không anh hơi bài đó lại hẹ một bé ăn miên bao ăn miên thong ấy gì ô là phêปูá vô phêปูmẹ muối chứ này chạm tích chầm tê phụ ơi phê muối ná với bây giờ nó nhập khó năng ngày chầm phụ dập ho bây giờ người ok phụ đã mấy xuân mò phụ đã phê mây món này cho măng lệ đây là ọt xì và ok lại phụ tới rồi chỉ thật lên tích ôi mà tô là chẳng rú chứ ok thank you phụ he này chi cạn bánh của mẹ tô người ta ở Đài Loan thì hay cả đang thảm lại kia đến cái hộp đại sạc lúa tứ tụi em tích phải chu riêng khăn tích ok bằng con lớn mà to lên này đỏ con mặt là môn tại là
phơi tầm mùi vậy tao nôn dạ tự lấy chân và to tầm nở hay số bài lại đầu nó số bài nữa buồn lại là sao hiện nó bên khai này thiệt mà thà đờ với đờ mà chọc chơi cái này sao mà lơ buồn hay play cho đó lại play mà lục là làng hơi ấy cho ông hay làng cọp trong ấy này ô tình nuông đó lại mày cái nghe nhở Nhanh đánh cái heo fly kia vậy Tây Mon này nè ý da tiêu món nha Quay lang lên mấy nó của pool trong anh á quạt hiền làng hả cho làng miền flow pool tiệt miền hay cái pool nó tự đo nè cháu đây kẹt đó lá còn đây hiện tại đang khỏi tới trọng lấy bán đây còn là thà không lấyនេះគឺស្អាតបងប្អូនស្អាតណាស់ទេមកផ្លឹកនេះហើយរត់ពេញអីទៀតលក់អីគេអីណាលក់មិនយកពីទៅផ្លូវគេអត់អីដាក់ចាអូ một tối em có đào heo bay mà nó thấy pram dụ bay không nha mình thay dụ bay là dụ bay ốm miền lụa tắc ông ọt phong 300 tích cái lội áo xanh bài đúng thấy nghe người thôi gì nữa thì chọc từ mời đấy đây chứ đùa lại bán đấy chị sẵn nẹn đi vắng nè chi chẳng vui tại nó sẵn nẹn can thong chỉ tặng mơ ma nó nè tầm màu lẹ tịch phiền mong miền cái đam bảy cái đấy gì bảy cái đấy hay lên lan cọp đam chân mọn bây giờ thời ấy cái gì đấy lụa cái tên mày từ đa lụa tam te mền nhóm mò bị hàng đòn tùng bà thế bà sân thì đam ban chả trắng và hai giờ lụa ban chả mà tự bà mà là đa lụa tam te bà ngày bị xa nữa cái nào không còn sai được không hay
lời hàng đấyคือโตcủa táiสะอาดបងប្អូនហើយផ្លូវស្អាតជុំវិញផ្លូវក៏ស្អាតដែរនឹងម្ដងនេះប៉ុន្តែក៏អត់ទឹកដូចតែគ្នានេះខាងនេះនៅកពតនេះសណ្ដាប់នេះទៅព្រោះតែដូចជាអត់មានជីវជាតិទេសម្រាប់កន្លែងនេះផងទៅយកទៅចាផ្ទះក៏បាយគ្នាច្រើនដែរអូខាងនេះមានទឹកឯងសម្បូរទឹកតែទឹកច្រើនទូសោះដល់កអីតាបាទបងមកពីដងតុងហើយផ្ទះហ្មងដែលភ្លៀងបងនេះបានកាមុនវាចោដូចគំនូហ្នឹងរៀងចោមើលគេធ្វើគេ